រតនានៅម្ចាស់ពុទ្ធ18ព្រះអង្គដើម្បីនឹងជាតំណាងដល់ព្រះកងទ័ពដែលសៀមបានចាប់ទៅកាលគ្រាកន្លងមុន18នេះបាយនឹងខ្ញុំចាត់ចែងរៀបចំពីពីពូជដល់ពុទ្ធសាសនិកដែលមានរដ្ឋក្នុងទឹកដីប្រាសាទប្រទីឆ្មារោងទាំងទស្សបារមីទេវតាដែលថែរក្សានៅទឹកដីនេះរោងទាំងទស្សបារមីទេវតានៅវត្ថុស័ក្តិសិទ្ធិដែលមានរដ្ឋនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលពេលក្នុងឱកាសថ្ងៃនេះយើងខ្ញុំប្រកាសណាទាំងអស់គ្នាតំណាងជំនុំនោះមុខឲ្យកងទ័ពព្រះរាជមុខដែលបានធ្វើពលីនៅជីវិតដើម្បីការពារជាតិមាតុភូមិក្នុងឱកាសថ្ងៃនេះសូមនឹងក្រសួងដល់ទេវតាទាំងឡាយដែលមានអធិភាពមានរដ្ឋខាងក្លាជួយថែរក្សាការពារលោកយើងខ្ញុំទាំងអស់គ្នាព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកម្ពុជាទាំងមូលព្រមដោយវរៈកងទ័ពជួរមុខទាំងអស់ដែលបានឈរជើងនៅជួរភ្នំក្តីតាមប្រវត្តិព្រំដែនក្តីក្រសួងឲ្យមានសេចក្តីសុខសេចក្តីចម្រើនប្រាក់ចាកនៅទីក្រុងរូបក្តីព្រោះណៈឧបសគ្គចង្រៃនិងកាលៈកណៃទាំងឡាយទាំងពួងណាមោពុទ្ធយៈសទ្ធាំងបាំងចិត្តណាមោពុទ្ធយៈនេះជាវេលាដ៏មង្គលជាថ្ងៃ15រោចខែពិភពរដ្ឋឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569ព្រះវស្សាចឹងក្នុងឱកាសគណៈនីណាដោយបងប្រុសហើយនឹងក្រុមសហការីបានធ្វើដំណើរភូមិយាត្រាដើររត់មើលជើងតាំងតែពីក្រុងភ្នំពេញចឹងបានមកចូលដល់លេខទឹកដីនៃបន្ទាយឆ្មាភូមិបន្ទាយឆ្មាស្រុកមកពួកយើងក៏បានរតនានៅព្រះគុណម្ចាស់ចំនួន18ព្រះអង្គដើម្បីនឹងជាតំណាងដល់វរៈកងទ័ពដែលសៀមបានចាប់ទៅកាលគ្រាកន្លងពីមុន18នេះចឹងក្នុងឱកាសគណៈនេះលោកក៏បាននិមន្តព្រះសង្ឃដំណំកិច្ចពិធីបានស្គាល់ទក្ខណានុពទានដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជនញាតិកាទាំងពពាលសន្តានវរៈកងទ័ពក្តីនិងវរៈកងទ័ពជួរមុខក្តីដើម្បីសូមពរសូមជ័យអំពីវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គដែលស្ថិតនៅក្នុងទឹកដីប្រាសាទបន្ទាយឆ្មាចឹងក្នុងឱកាសគណៈនេះខ្ញុំប្រកាសណាតំណាងជួរមុខឲ្យក្រុមយាត្រាដែលបានដើរមើលជើងដើម្បីនឹងសូមចាត់ចែងរៀបចំកិច្ចពិធីបួងសួងដល់វត្ថុស័ក្តិសិទ្ធិដែលមានរដ្ឋនៅក្នុងទឹកដីប្រាសាទបន្ទាយឆ្មារោងទាំងទស្សបារមីទេវតាដែលថែរក្សានៅទឹកដីនេះរោងទាំងទស្សបារមីទេវតានៅវត្ថុស័ក្តិសិទ្ធិដែលមានរដ្ឋនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលអ្វីត្បិតអីក្នុងឱកាសថ្ងៃនេះយើងខ្ញុំប្រកាសណាទាំងអស់គ្នាតំណាងជំនុំនោះមុខឲ្យកងទ័ពវរៈជួរមុខដែលបានធ្វើពលីនៅជីវិតដើម្បីការពារជាតិមាតុភូមិក្នុងឱកាសថ្ងៃនេះក៏សូមនឹងបួងសួងដល់ទេវតាទាំងឡាយដែលមានអធិភាពមានរដ្ឋខាងក្លាជួយថែរក្សាការពារនៅយើងខ្ញុំទាំងអស់គ្នាព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងកម្ពុជាទាំងមូលព្រមដោយវរៈកងទ័ពជួរមុខទាំងអស់ដែលបានឈរជើងនៅជួរភ្នំក្តីតាមប្រវត្តិព្រំដែនក្តីក៏សូមឲ្យមានសេចក្តីសុខសេចក្តីចម្រើនប្រាក់ចាកនៅទុកសោករូបនៃគ្រោះថ្នាក់ឧបសគ្គចង្រៃនិងកាលៈកណៃទាំងឡាយទាំងពួងណាមោពុទ្ធយៈសទ្ធាំងបាំងចិត្តណាមោពុទ្ធយៈធម្មងសទ្ធាំងបាំងចិត្តណាមោធម្មយៈសទ្ធាំងបាំងចិត្តណាបិទមកបាំងគូរៀងទាំងខាងអរហង្គបាំងអក៏សូមទេវតាជួយបង្អាក់ជួយបញ្ជាបវិះនៅគ្រោះថ្នាក់ទាំងឡាយនោះឲ្យសាបរលាបចាប់តាំងពីថ្ងៃនេះដែលបានបួងសួងនៅមុខប្រាសាទបន្ទាយឆ្មាក៏សូមជួបវិញ្ញាណក្ខន្ធរបស់ព្រះបាទជ័យវរ្ម័នទី7ជួបវិញ្ញាណក្ខន្ធរបស់ព្រះបាទសូរវរ្ម័នទី1ព្រះបាទសូរវរ្ម័នទី2និងលោកមេទ័ពដែលមានឫទ្ធាបារមីខ្លាំងក្លាមានដូចជាពុញ្ញាសិនជួយក្តីនិងជួបវិញ្ញាណក្ខន្ធរបស់លោកតាគៀងលើក្តីដែលជាបុព្វការីជនដែលមានគុណបំណាច់គុណជាតិមាតុភូមិសូមលោកជួយថែរក្សាការពារនៃយើងខ្ញុំជាគុណចៅទាំងអស់គ្នាបានសំកប់ជួយតែសេចក្តីសុខសេចក្តីចម្រើនចាប់តាំងពីវិលបន្តរៀនទៅបាទទឹកដមបន្ទាប់ពីកិច្ចពិធីរបស់ពុទ្ធសាសនិកទេវតារបស់